ok បើសិនជាបងប្អូនចង់កែ color ចេញពីបែបចែទៅបែប M Style អញ្ចឹងបងប្អូនគ្រាន់តែមើលវីដេអូហ្នឹងហើយបងប្អូនមើលដល់ចប់ទៅខ្ញុំនឹងប្រាប់ពីរបៀបហើយនឹងទទួលបានឡាត់ដែលខ្ញុំដាក់ឲ្យនៅក្នុងវីដេអូមួយនេះហើយបើសិនជាបងប្អូនចង់បានដែលខ្ញុំផ្ញើឲ្យមែនទេបងប្អូនគ្រាន់តែ comment ថា ok នៅនេះអញ្ចឹងយើងចូលមកកែ color មួយគ្នា color M Style របស់ខ្ញុំហើយកុំឲ្យខាត់ពេលយូរយើងចូលទៅកែហ្មងទៅហើយនេះជា color មួយដែលខ្ញុំថត S lock ដែរអញ្ចឹងពេលដែលយើងចុចបិទអា color ហ្នឹងវាចេញមកបែបចឹងអូខេហើយនេះ S lock ហើយតែខ្ញុំបង្កើតជា LUT ទេអញ្ចឹងនៅក្នុងហ្នឹងគឺខ្ញុំមាន LUT របស់ខ្ញុំអូខេចាំមើលអញ្ចឹងយើងពេលយើងចូលទៅ color page ទៅនេះខ្ញុំមាន color ដែលខ្ញុំចងហើយពីមុនហើយខ្ញុំគ្រាន់តែ input វាទៅហើយយើងទាញវាចូលទៅអូខេអញ្ចឹងទៅចូល color ដែលយើងកែហើយ footage ដែលយើងកែ goal មួយអូខេអញ្ចឹងជា footage ដែលខ្ញុំផុសពីកាលមុនឲ្យអ្នកនរគ្នាមើលនឹងឯងកន្លែងខ្ញុំទៅថតនៅសង្ក្រាននៅកោសង្ក្រានហ្នឹងហើយថតមុខខ្លួនឯងអត់សូវស្អាតទេបាទបើថតស្អាតអាចស្អាតជាងហ្នឹងកុំឲ្យពេលយូរយើងនឹងទៅកែ color មួយគ្នាអញ្ចឹងមុននឹងកែ color អ្នកនរគ្នាត្រូវដឹងថាតើ color អ្នកនរគ្នាបានថតfile អីគេពីកាមេរ៉ាមួយណាអញ្ចឹងទៅហើយជាស្ដែងខ្ញុំថតជាមួយនឹងកាមេរ៉ា Sony តូចរបស់ខ្ញុំ A6 1000ហ្នឹងជាមួយនឹង S-Log 3អញ្ចឹងអ្នកនរគ្នានឹងឃើញ file ដែលខ្ញុំបានថតហើយS-Log នេះS-Log នេះគឺជា color មួយដែលគេហៅ color space ហ្នឹងវានៅចន្លោះប្រហោងដើម្បីឲ្យយើងញាត់ color ចូលនៅក្នុង footage ហ្នឹងអញ្ចឹងថាយើងអាច capture យើងអាចកែទាញបានតកតងទៅនឹងពន្លឺឬក៏តកតងទៅនឹង highlight អីយើងអាចទាញបានហើយយើងអាចញាត់ color ចូលទៅតាមអ្វីដែលយើងចង់តែបើយើងថត standard ពេលយើងទាញទៅគឺបែកហើយអូខេនេះក៏ខ្ញុំដឹងទូហើយបើសិនណាខ្ញុំចង់ដឹងទៀតខ្ញុំនឹងបង្ហាញនឹងទៀតហើយអ្នកគ្នាអត់ពិបាកទេគ្រាន់តែបើយើងចង់បាន color film ដូចខ្ញុំអ្នកគ្នាចូលទៅអ្នកគ្នាចុចអាម៉ៅកណ្ដាលហ្នឹងនេះដោយសារខ្ញុំមានឡាត់ស្រាប់ហើយចឹងចុចប៉ក់មកនេះវាចូលហើយគាត់អូខេអានេះជា color ដែលខ្ញុំបានកែហើយឥឡូវយើងទៅកែមួយគ្នាយើង reset វាចោលដល់សិនអូខេតមកទៀតមុនដំបូងខ្ញុំតែងតែប្រើជាមួយនឹង color space transform តែនេះវាមាន output ហើយនិង input អញ្ចឹងពេលខ្ញុំទាញចូលទៅវានឹងចូលទៅក្នុងហើយខ្ញុំដាក់នៅចាអូខេមុនដំបូងខ្ញុំដាក់ color ក៏យើងបើយើងសេសកាត់យើងដាក់ CST yes CST ហ្នឹង color space transform ហ្នឹងឯងហើយយើងចូលទៅយើងថតនៅ file អីគេពេលច្រើនខ្ញុំថតមានពេលច្រើនតែអា file នេះខ្ញុំថតជាមួយនឹង S-Log 3ចឹងមានថា S-Gamut Cine ហើយអា gamma ហ្នឹង input gamma ហ្នឹងខ្ញុំថត S-Log 3គាត់តែខ្ញុំចង់ដាក់ color LUT អីចូលអញ្ចឹងអ្នកនរគ្នាធ្វើតាមខ្ញុំសិនមកខ្ញុំដាក់ថានេះខ្ញុំដាក់ media ដាក់ DaVinci Y Gamut អានេះខ្ញុំដាក់ DaVinci ដែរនេះអូខេវាចេញ slate ចឹងហើយវាបិទចេះនេះចេញមកចេះអញ្ចឹងអ្នកគ្នាថត file អីអ្នកគ្នាដាក់អាពីរលើនេះដាក់ដូចខ្ញុំមកអញ្ចឹងខ្ញុំ add node color មួយទៀតចូលដល់នេះខ្ញុំទាញនេះចូលខ្ញុំដាក់ខ្ញុំ convert ទៅ Rec 7 online 704អូខេចឹងអានេះខ្ញុំដាក់ដូចអាក្រោមនេះមកនេះដូចអាក្រោមនេះយើងដាក់អីអានឹងដាក់មកចឹងដាក់ media ដាក់ DaVinci ហើយនេះដាក់ DaVinci ដែរគឺវាចេញមកអញ្ចឹងខ្ញុំដាក់អានេះដាក់ Rec 7 online ដាក់gamma 2.4 អញ្ចឹងអានេះវា convert ទៅជា Rec 7 online ហើយប៉ុន្តែខ្ញុំអត់ចង់បាន color ហ្នឹងយកទៅកែហ្មងទេគឺខ្ញុំត្រូវការដាក់ LUT ដាក់ film lock ចូលអូខេអញ្ចឹងយើងឥឡូវខ្ញុំ add មួយទៀតខ្ញុំ add color space មួយទៀតយើងយកអានេះ
ក្រៅនេះខ្ញុំដាក់ដូចគ្នាទាំងអស់អញ្ចឹងលើ input នេះខ្ញុំដាក់ raise when online វិញហើយខ្ញុំដាក់ gamma 2.4 វាចេញមកអញ្ចឹងហើយនេះខ្ញុំដាក់ raise when online ដែរប៉ុន្តែ in output នេះអញ្ចឹងខ្ញុំដាក់color នេះដាក់ cine ចុចអក្សរ C មកវាចេញ cine នេះ cineon film lock អូខេវានឹងចេញ slate បែបនេះមកហើយបើខ្ញុំដាក់អញ្ចឹងខ្ញុំដាក់ឲ្យវាដើម្បីញាត់ទៅគេហៅ LUT film LUT ចូលអញ្ចឹងខ្ញុំ add node មួយទៀតបន្ទាប់ពីហ្នឹងខ្ញុំ right click ខ្ញុំចូលទៅ LUT ហើយខ្ញុំចូល film lock ហើយខ្ញុំចុចមួយណាក៏បានដែរស្អីលើអ្នកនរគ្នាតេស្តមើលតេស្តលើនេះមួយវាចេញមកចេះអញ្ចឹងខ្ញុំអត់សូវឆ្លាញ់រឿងអញ្ចឹងទេខ្ញុំចូលទៅកន្លែងនេះចុចនេះអូខេមើលទៅស្អាតមែនតើអញ្ចឹងអូខេប៉ុណ្ណឹងខ្ញុំចូលទៅដាក់នេះសាកមើលមួយទៀតនេះដូចគ្នាទេអញ្ចឹងអា3នេះវាស្តៀងគ្នាអូខេអញ្ចឹងខ្ញុំប្រើអានឹងឯងប្រើមួយមិញហ្នឹងអូខេអញ្ចឹងប៉ុណ្ណឹងអ្នកនរគ្នាឃើញអូខេឃើញស្អាតទេអត់តែយើងត្រូវ add on ទៀតអញ្ចឹងយើងបិទអា effect នឹងចោលសិនអញ្ចឹងអានេះជា output អានេះជា input color អញ្ចឹងបន្តមកទៀតខ្ញុំ add មួយ add បន្តពីហ្នឹងខ្ញុំដាក់ថា vibrant ដើម្បីយើងសេរី vibrant ឲ្យវាត្រូវដោយសារនេះរឿងក្រហមអញ្ចឹងខ្ញុំ add មួយទៀតខ្ញុំដាក់ exposure ដើម្បីសេរីពលឺឲ្យតិចតួចអញ្ចឹងទៅអូខេអញ្ចឹងនៅក្នុងខ្ញុំនឹងត្រូវធ្វើការលើនេះខ្ញុំចូលទៅនេះខ្ញុំទាញវាទៅដោយសារវាក្រហមពេកអូខេមើលមកល្មមប៉ុណ្ណឹងអូខេយ៉ាគាត់ថាប៉ុណ្ណឹងហើយដកទៅហើយបន្តនេះយើងសេរី exposure សេរីពលឺអីហ្នឹងខ្ញុំតម្លាក់នេះរៀងដិតតិចតម្លាក់ lift ហើយតម្លើង gamma តិចអូខេហើយខ្ញុំតម្លាក់ឬក៏តម្លើងមើលតាមហ្នឹងទៅ gamma gain ហ្នឹងកុំតម្លើងពេក offset ហ្នឹងក៏ដែរវាចាំខ្ញុំមិនសូវលេងលើហ្នឹងខ្ញុំសេរីតែតិចទេថាវាឆេះខ្លាំងបើយើងសេរីហើយខ្ញុំតម្លើង shadow មកតិច 5 6 អញ្ចឹងណាកុំឲ្យវាល្ងិតកន្លែងណាដែលយើងគិតថាវាអត់សូវមាន detail ហើយខ្ញុំតម្លាក់ highlight ពេលច្រើនខ្ញុំតម្លាក់ដាក់ទៅ30ឬក៏40ប៉ុណ្ណឹងមើលតាមវីដេអូរបស់យើងហើយយើងតម្លើង gamma បន្តិចតម្លើង gain បន្តិចឲ្យមើលទៅអូខេយ៉ាហើយមើលទៅ vibrant នឹងក្រហមដែរទេយើងតម្លាក់បន្តិចទៀតមកខ្ញុំឆ្លាញ់ប៉ុណ្ណឹងហើយបន្តមកទៀតយើងចូលទៅ work on អញ្ចឹងអានេះយើងបង្កើត node ហើយយើងចុច right click ដើម្បីបង្កើត power window ដើម្បី mask ដើម្បីអីហ្នឹងឯងអានេះហើយយើងចូលទៅ add node ហើយយើងណា add node wait ខ្ញុំ add នេះសិនយើង right click កុំឲ្យចំអា node ហ្នឹងណាហើយយើង add អានេះហើយយើងចុច parallel ហ្នឹងមកដើម្បីបង្កើត layer ច្រើនកុំឲ្យវាជន់មើលទៅញញ៉ៃអញ្ចឹងពេលច្រើនខ្ញុំបង្កើតនេះខ្ញុំ right click ខ្ញុំ add node មួយទៀតខ្ញុំចុច add layer ដើម្បីវាបង្កើតនៅលើចឹងអញ្ចឹងបន្ទាប់បើសិនជា shortcut យើងប្រើ option P មកវាចេញបែបចឹងហើយអញ្ចឹងអូខេអញ្ចឹងឥឡូវនេះដោយសារខ្ញុំដាក់អានេះចាអញ្ចឹងអានេះខ្ញុំដាក់ glow ឬក៏ដាក់ film គេហៅ glow ចូលណាអូខេអញ្ចឹងខ្ញុំចូលទៅខាងក្នុងនេះខ្ញុំចូលទៅទាញ reduce អា blur នេះខ្ញុំទាញអាកប់ហ្មងទាញកប់ឬក៏ទាញពាក់កណ្ដាលប៉ុណ្ណឹងហើយខ្ញុំចូលទៅកន្លែង mask នេះគេហៅkey ហ្នឹងអញ្ចឹងខ្ញុំដកកន្លែង key output នេះខ្ញុំដកដល់ត្រឹម20ចុះក្រោមឬក៏25ចុះក្រោមអញ្ចឹងវាចេញប៉ុណ្ណឹងនៅគេឃើញ glow អត់យ៉ាអាហ្នឹងខ្ញុំស្រឡាញ់មែនតើអូខេតែអ្នកគ្នាមូលហេតុដែលខ្ញុំដាក់នៅក្នុងអានេះដោយសារយើងម៉ាស់បានបើសិនជាអ្នកគ្នាអត់ចង់ឲ្យវា glow កន្លែងមុខទេយើងអាចម៉ាស់នៅក្នុងនឹងបានរបៀបម៉ាស់ខ្ញុំនឹងប្រាប់អញ្ចឹងបន្តមកទៀតទី2ខ្ញុំនឹងចូលទៅ key ចូលទៅកន្លែងម៉ាស់ដដែលកន្លែង power window អាហ្នឹងចំណុចសំខាន់ណាអញ្ចឹងចុចប៉ក់កន្លែងចង់ដាក់មួយណាក៏បានដែរប្រហែលហ្នឹងអញ្ចឹងអូខេប៉ុណ្ណឹងខ្ញុំទាញចំមុខខ្ញុំចំមុខហើយប៉ុណ្ណឹងអូខេ and
ពេលដែលខ្ញុំសេរីចាអ្នកគ្នានឹងឃើញលងិតចាអូខេប៉ុន្តែខ្ញុំ invert ឬក៏ convert វាទៅឲ្យវាលងិតខាងវិញមានតែភាពផ្ទុយវិញណាប៉ុន្តែយើងសេរីកុំខ្លាំងពេកអានេះដក4ឬដក2អីចឹងបានហើយកុំឲ្យខ្លាំងពេកចឹងហើយយើងបិទវាទៅវាចេញចាអញ្ចឹងកុំឲ្យខ្លាំងពេកបន្តិចបានហើយតម្លាក់ highlight បន្តិចអីបានហើយអានេះតម្លាក់1អីបានហើយ2អីទៅអញ្ចឹងពេលយើងបិទវាចេញមកបែបចឹងអូខេហើយធ្វើឲ្យ soft កុំឲ្យមើលទៅឃើញដាមអញ្ចឹងណាអូខេអញ្ចឹងពេលយើងបិទវាចេញចឹងបើកអូខេអញ្ចឹងខ្ញុំចូលចិត្តមែនតើអាហ្នឹងហើយបន្តមកទៀតបើសិនជាអ្នកគ្នាចង់ឲ្យ color មុខអ្នកគ្នាកន្លែងពលឺអញ្ចឹងយើង add នេះមួយទៀតមកឬក៏កន្លែងណាពលឺចង់ខ្លាំងអញ្ចឹងយើង add មួយទៀតមក add ចាចង់កន្លែងមុខនឹងភ្លឺឬក៏មិនឬចង់ឲ្យដិតជាងមុនអានេះអ្នកគ្នាអាចដាក់បានតាមពើចិត្តតែខ្ញុំបិទពីខ្ញុំប្រើតើថាកន្លែងណាមានឡានមានម៉ូតូឬក៏មានអាគារខ្ញុំម៉ាស់បន្តពីក្រោមនឹងទៀតបន្តអញ្ចឹងទៅតែនេះដោយសារមានបរិសង្ហាមួយអញ្ចឹងអូខេអញ្ចឹងបន្តទៀតអានេះខ្ញុំបង្កើត power window អ្នកគ្នាមើលទេអានេះយើងត្រូវតែប្រើអានេះយើងតម្លាក់វាបន្តិចមកកុំឲ្យវាខ្លាំងពេកអូខេប៉ុណ្ណឹងដល់បេះបាត់ហើយហ្នឹងហើយមួយទៀតអ្នកគ្នាអាចធ្វើឲ្យ color របស់យើងមើលទៅវាអូខេវាល្អហើយវាមានគេហៅ saturation មើលទៅមាន color យើងអានេះ click rename ដាក់ឡាត់ទៅហើយអញ្ចឹងបន្ទាប់ពីឡាត់ហ្នឹងខ្ញុំ add node មួយទៀតខ្ញុំទាញដាក់មកក្រោមនេះខ្ញុំដាក់ឈ្មោះថា curve អញ្ចឹងខ្ញុំ rename ដាក់ថា C មានតែ curve ហ្នឹងហើយខ្ញុំចូលទៅកន្លែង curve នេះ curve នេះហើយខ្ញុំចុច add វាពីកន្លែងនេះអ្នកនរគ្នាបើសិនជាអត់យល់អ្នកនរគ្នាអាចចូលទៅ search មើលនៅក្នុង Facebook ឬក៏ online បានខ្ញុំគាត់ថាមានគេបរៀនច្រើនតាក់ទងនឹងអាពលឺនេះរបៀបមើលហ្នឹង highlight shadow អីណាអញ្ចឹងអានេះពេលច្រើនខ្ញុំតម្លាក់បន្តិចឲ្យ color របស់ខ្ញុំវាចេញបែបអញ្ចឹងណាឲ្យវាមាន contrast អានេះបូក contrast តិចហើយអ្នកគ្នាទីមកចេះវាចេញចាអញ្ចឹងពេលច្រើនខ្ញុំតម្លាក់នេះបន្តិចអូខេមើលទៅវាមានសាច់មានឈាមអញ្ចឹងណាអូខេអ្នកគ្នាមើលទៅរៀងតំណងទៅអត់ហើយបន្តមកទៀតខ្ញុំបង្កើតបន្តពីអាហ្នឹងខ្ញុំបង្កើត node មួយទៀតខ្ញុំដាក់ថា colorist ដាក់ color ក៏បានដែរអានេះខ្ញុំ work on color អញ្ចឹងអ្នកគ្នាមើលតំណងអានៅបើនេះខ្ញុំមានអារម្មណ៍ថារៀង stir មានតិចខ្ញុំទាញមកតិចអូខេប៉ុណ្ណឹងខ្ញុំគាត់ថាអូខេសម្រាប់ខ្ញុំហើយខ្ញុំមើលកន្លែងនេះបន្តិចទៀតតឡើងបន្តិចរៀង glow តិចទៀតអូខេអញ្ចឹងខ្ញុំចូលទៅ color wheel ហើយខ្ញុំ grading ពេលខ្ញុំលេងអាពួកនេះតិចទេអញ្ចឹងណាអញ្ចឹងខ្ញុំទាញអា lift នេះទាញយកក្រោមបន្តិចអ្វីដែលខ្ញុំចង់បានគឺមើលទៅអូខេទាញយកក្រោមបន្តិចមានថាយើងដកអាពណ៌ខៀវបន្តិចអូខេប៉ុណ្ណឹងហ្គាម៉ានេះខ្ញុំទាញយកក្រោមបន្តិចទៀតឈប់ត្រឹមប៉ុណ្ណឹងអីអូខេកុំឲ្យទាញខាងពេកអានេះតែទាញខាងពេកប៉ែវហើយអញ្ចឹងខ្ញុំទាញតម្លាក់បន្តិចបានហើយ gain នេះខ្ញុំទៅក្រហមវិញអូខេក្រហមបូក1អញ្ចឹងទៅឬក៏មិនដល់បូក1ក៏បានដែរតឡើងបន្តិចបានហើយអ្នកគ្នានេះបើយើងតឡើងខ្លាំងក៏អត់កើតដែរហើយយើងមកមើលអានេះវិញតម្លាក់មិនបន្តិចអូខេនេះតឡើងបន្តិចប៉ុណ្ណឹងហើយខ្ញុំ offset នេះខ្ញុំតម្លាក់មកបន្តិចឲ្យចេញពណ៌ដែលខ្ញុំចង់បាន
គ្នាអាចលេងមើលលេងតាមហ្នឹងអញ្ចឹងតែពេលចាញ់អានេះខ្ញុំតម្លាក់បន្តិចឬក៏ប៉ុណ្នេះយ៉ាប៉ុណ្នេះខ្ញុំតម្លើងអានេះរៀងក្រហមបន្តិចយ៉ាប៉ុណ្ណឹងអានេះតម្លាក់មកវិញបន្តិចឲ្យចេញ color អូខេនេះកុំឲ្យបច្រាស់គ្នាក្នុងពេក3 2មុខហ្នឹងប៉ុណ្ណឹងអូខេអ្នកគ្នាឃើញអត់ចឹង color យើងបានទទួលបានផលប៉ុណ្ណឹងហើយហើយអ្នកគ្នាអាចពេលយើង color រីប៉ុណ្ណឹងហើយយើងអាចទៅសេរីកន្លែងនេះបន្តិចទៀតមកកុំឲ្យវាល្ងិតពេកអញ្ចឹងហើយចូល exposure របស់យើងតម្លើងវាបន្តិចមកតម្លើង gamma ឬតម្លើង gain បន្តិចមកហើយនេះយើងដាក់រៀង glow តិចទៀតមកមើលទៅរៀង stir កុំឲ្យវា texture ខាងពេកអូខេចឹងអានេះមើលទៅរៀងក្រហមពេកខ្ញុំតម្លាក់បន្តិចទៀតយ៉ាអូខេចឹងមើលថាប៉ុណ្ណេះខ្ញុំស្រឡាញ់មែនតើ color ហ្នឹង color M Snipe របស់ខ្ញុំហ្នឹងចឹងអានេះស្លាដើមយ៉ាអូខេចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងហើយបន្តមកទៀតបើសិនអ្នកគ្នាពេលចាខ្ញុំ add នេះចូលអញ្ចឹងខ្ញុំចូលទៅ effect ចូលទៅ zoom blur add នេះចូលមួយខ្ញុំ add ចូលមួយខ្ញុំចូល right click ខ្ញុំ clean up វាសិនអានេះវាចេញមកបែបចេះឃើញអត់អញ្ចឹងពេលចាខ្ញុំដាក់នេះចំណុចកណ្ដាលហើយខ្ញុំថយវាអស់ហើយដើម្បីឲ្យឃើញខាង blur គេហៅខ្ញុំចូលចិត្តហ្នឹងមែនតើតែយើង add តិចបានហើយកុំ add ខ្លាំងប្រយ័ត្នប៉ែវឡាវនេះអញ្ចឹងខ្ញុំ add ខាងបន្តិចតែយើងតម្លាក់នេះវិញប៉ុណ្ណឹងហើយយើង add នេះបន្តិចបានហើយចាំបើយើងបិទបើកវាចេញមកចាបន្តិចឯងអូខេចឹងនេះជា color ដែលខ្ញុំកែជាធម្មតាប៉ុណ្ណឹង focus លើខ្ញុំអត់ស្គមតែ focus ចុះអូខេអញ្ចឹងវីដេអូនេះបានមកដល់ទីបញ្ចប់ហើយអរគុណអ្នកនរគ្នាមែនទែនដែលបានទស្សនាឬក៏តាមដានវីដេអូនេះដល់ចប់ហើយខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងទទួលបានអ្វីដែលអ្នកនរគ្នាចង់ដឹងចង់ឮហើយចង់ចេះអញ្ចឹងទៅដោយសារខ្ញុំគិតថាវីដេអូនេះគឺមានតម្លៃសម្រាប់ខ្ញុំហើយនឹងអ្នកដែលគាត់ចង់ដឹងដោយសារពីមុនខ្ញុំជាអ្នកដែលសិក្សាពីបងដែរអញ្ចឹងខ្ញុំឃើញវីដេអូរបស់គាត់គឺ respect ហើយឲ្យតម្លៃគាត់មែនតើដោយសារខ្ញុំបានរៀនពីពួកគាត់ដែលចែកម្លែកមុនអញ្ចឹងទៅអ្នកធ្វើមេតិកាតាក់ទងនឹង edit អីចឹងណាហើយនេះគឺជាវីដេអូដំបូងរបស់ខ្ញុំដែលខ្ញុំបានចែកម្លែកទៅដល់អ្នកនរគ្នាដែលអត់ដឹងអញ្ចឹងខ្ញុំគាត់ថាបើអ្នកដឹងហើយមិនមើលក៏បានអានឹងមានតែប៉ុណ្្នឹងឯងហើយឬក៏មើលក៏បានដែរពេលខ្លះយើងមានរបៀបការងារខុសគ្នា edit ខុសគ្នាអញ្ចឹងទៅតែយើងទោះបីខ្ញុំចេះមិនក៏ដោយក៏ខ្ញុំត្រូវរៀនពីអ្នកនរគ្នាដែរដូចគ្នាអញ្ចឹងខ្ញុំនិយាយលឺទីដោយសារតែនៅនេះខ្យល់សមុទ្រខ្លាំងអញ្ចឹងខ្លាចអត់លឺហើយឆ្ងាយខ្ញុំដាក់ lens 85ហើយអា Sony A6007 របស់ខ្ញុំហ្នឹងវាក្រប់ទៀតអញ្ចឹងវាគុណឡើង100ជាងអញ្ចឹងខ្ញុំមើលឃើញដឹងថា focus ឬក៏អត់ទេប៉ុន្តែសង្ឃឹមអ្នកនរគ្នាមើលខ្ញុំផងថា focus អត់អូខេអញ្ចឹងហើយមួយទៀតបើសិនអ្នកនរគ្នាចង់ detail ជាងហ្នឹងចង់ឲ្យដឹងច្បាស់ពីរបៀបកែ color editing អីក៏ដោយលើកម្មវិធី DaVinci Resolve ហ្នឹង DaVinci ហ្នឹងមិន Resolve ទេបាណាគឺអ្នកនរគ្នាអាចចូលទៅ website ដែលគេដាក់នៅក្នុងហ្នឹងបានតែជាភាសាអង់គ្លេសអញ្ចឹងអ្នកនរគ្នាអាចមើលទៅអាហ្នឹងខ្ញុំរៀនវានឹងដែរដោយសារនៅក្នុងហ្នឹងគឺវា detail មែនតើមេរៀនដើមរបស់គេអញ្ចឹងណាអញ្ចឹង yes ខ្ញុំគាត់ថានៅហ្នឹង the best ហើយអ្នកនរគ្នាអាចយល់មួយ step ល្អមែនតើប៉ុន្តែដល់ការពេលអញ្ចឹង
អានេះខ្លីៗពីខ្ញុំមានតែប៉ុណ្្នឹងឯងហើយអ្នកនរគ្នាបើសិនជាអ្នកនរគ្នាចង់បានដូចខ្ញុំនិយាយអញ្ចឹងអ្នកនរគ្នាអាច comment នេះទៅខ្ញុំផ្ញើឡាត់ខ្ញុំទៅឲ្យ Bye bye អរគុណ thank you ស្អាតហើយនៅក្រោយខ្ញុំស្គាល់ថាអត់ឆតម៉ៃខ្ញុំតែពេលខ្ញុំដាក់ម៉ៃនៅក្នុងរ៉ូតទីបំផុតខ្ញុំបានផលិតវីដេអូដែលធ្វើពី M Snare Color